ណែអាឡាឯងយកយ៉ាងម៉េចដែរចំពោះពាក្យមនុស្សមួយចំនួនដែលពេលដែលគេឆ្លោះគ្នាគេខឹងគ្នាគេតែងតែនិយាយស្រែកដៀលគ្នាថាលោកងដូចគោដូចក្របីឯងមានអារម្មណ៍យ៉ាងម៉េចដែរវ៉ៃខ្ញុំមិនសូវដឹងមិនសូវយល់ទេម្យ៉ាងខ្ញុំជាក្មេងត្រឹមត្រូវមិនចង់ដឹងលើពាក្យត្រោកត្រេកខ្វះអនាម័យរបស់មនុស្សលោកទេបាទអូចឹងមិនដឹងមិនរវីរវល់អីទេហ៎អត់ចង់ដឹងទៅសួរប៉ាម៉ាក់ខ្ញុំទៅអូស្វ័យសកាប៉ាម៉ាក់ទៀតតែចឹងក៏បានដែរចោលសួរប៉ាម៉ាក់បោះអាឡាត់ឯងចុះណែបងអូនសង្ហាបាទសុំសួរមួយមើលសួរទៅចង់សួរថាពេលដែលឮមនុស្សគេជេរគ្នាថាល្ងងដូចគោដូចក្របីហ្នឹងតើបងអូនឯងមានអារម្មណ៍យ៉ាងម៉េចដែរវ៉ៃពួកមនុស្សអ្នកនិយាយអស់ហ្នឹងមុននឹងថាមិនហែកភ្នែកហែកចិត្តមើលអាចចំតាំងពីជាដូនជាតាមកអ្នកណាជាអ្នកអូសប្រទេសអូសប្រនោះអូសនឹងគល់ធូរស្រែកចំការបានភពផល្លាឲ្យពួកគេស៊ីអីភពផល្លាទេបានរស់រៀនមានជីវិតមួយចំនួនទៅមួយចំនួនរហូតមកដល់សពថ្ងៃហ្នឹងអញ្ចឹងហ៎ទៅសម័យឥឡូវហ្នឹងមានត្រាក់តួមានគោយន្តក្របីយន្តមានក្របីយន្តមកពីណាលោកព្រះគឺឯងអីគ្រាន់បើចាត់ទុកពួកគោក្របីលេងសំខាន់ហើយឌីលជេលេងសើចគ្នារហូតដល់សពថ្ងៃពួកមនុស្សអស់នេះមិនដឹងទេមនុស្សអ្នកថាគោក្របីល្ងងនងមិនប្រកាសថាឆ្លាតជាងគោក្របីប្រមាណទេលោកព្រះហេចឹងទេគ្រាន់តែឮគេថាហើយមកសួរហើយចឹងអរគុណហើយណាអូខេរត់ចុះនាងក្របីយល់យ៉ាងម៉េចដែរស្រីស្រស់ខ្ញុំមិនសូវធ្វើដឹងធ្វើលឺពាក្យស្មកកោគ្មានអនាម័យរបស់មនុស្សទេម្យ៉ាងខ្ញុំមានកូនខ្ចីផងខ្លាចគិតរឿងមូងៅទៅធ្វើឲ្យខ្ញុំខឹងទោះសរសៃនៅលោកនេះអូយ៉ាងផងឲ្យខ្លាចទោះសរសៃហ៎ចាក្មួយកូនខ្ចីតាលោកព្រះមិនមើលអូឃើញហើយអរគុណហើយនាងក្របីលោកប្រកានចាហើយរួចចុះនាងគោយល់យ៉ាងណាដែរក្មួយអូមានកូនខ្ចីដែរហ្នឹងចាខ្ញុំដូចបងស្រីក្របីដែរចាមានកូនខ្ចីអូមិនហ៊ានគិតច្រើនទេរឿងហ្នឹងខ្លាចមានបញ្ហាសរសៃខ្ចីលោកនេះអូខ្លាចទោះដែរចាយ៉ាងរឿងចឹងទៅឲ្យពួកប៉ាឈ្មោះគេគិតគូរប្រតិកម្មទៅណាលោកនេះអូល្អហើយចឹងនាងចាអរគុណហើយចឹងអូយ៉ាអីនាងគោនេះហើយអាឡាអត់នេះអត់ដើររកស៊ីរកអីទេនៅដេកទៅពីអៀងអញ្ចឹងខ្ញុំញ៉ាំស្មៅឆ្អែតហើយអ៊ំស្មៅវាយសិតទៅញ៉ាំទៀតប៉ាម៉ាក់ប្រាប់ថារៀននិយាយឲ្យមានអនាម័យអ៊ំអូល្អហើយចឹងណាហើយអាឡាអត់ឯងយល់យ៉ាងម៉េចដែរចំពោះរឿងហ្នឹងក្មួយមិនយល់ច្បាស់ទេព្រោះក្មួយនៅក្មេងខ្ចីរាល់ថ្ងៃរៀនហាក់ទី2តាដល់ម្លឹងផងហ៎បាទចឹងក្មួយមិនសូវដឹងមិនសូវយល់ទេរឿងគេថាគោក្របីអាងងហ្នឹងលោកព្រះបានហើយចឹងបាទហើយចុះអាឡាកូនក្របីនេះឯងយល់យ៉ាងណាដែរក្មួយណាគេថាអីថាទៅខ្ញុំមិនដឹងមិនឮមិនឈឺក្បាលសាខ្លួនទេគង់មានថ្ងៃស្រីដឹងខ្លួនមិនខានពេលដែលបានជួបនឹងវិបត្តិប្រេះធ្លាយខ្ញុំចេះតែប៉ុណ្ណាខ្ញុំដឹងតែប៉ុណ្ណារឿងផ្សេងខ្ញុំអត់ដឹងល្អផាន់វាដែររួចចុះអាក្មួយគោនេះយល់យ៉ាងណាដែរដែលគេដៀលថាល្ងងដូចគោដូចក្របីហ្នឹងវ៉ៃពួកមនុស្សអ្នកដៀលហ្នឹងពេលវាស៊ីវារត់តែលៀនគោទេអូហាក់លៀនគោហ្នឹងស៊ីទឹកបើកលៀនវាហើយបើគោល្ងងមិនអាចបើកលៀនវាបានហើយសុំបីទឹកដោះញីពួកខ្ញុំហ្នឹងក៏ថាបើដែរគេយកទៅចម្រាញ់ឲ្យក្មេងៗមនុស្សនឹងផឹកថាក្មេងៗវាផឹកវាបើទៅដោះគោហ្នឹងទៅវាខ្លាបវាវៃមាន EQ ខ្ពស់EQ ហ្នឹងវ៉ៃអញ្ចឹងឲ្យនាំគ្នាដៀលថាល្ងងដល់ឆេវហើយជិលឈឺក្បាលស្រាខ្លួនជាមួយពួកមនុស្សធន់អស់នេះណាអូស៊ីខ្មៅវិញល្អជាងអាចចំអរគុណហើយពូលីអញ្ចឹងបាទជឿន